នៅក្នុងលោកនេះគ្មានសត្រូវណាគួរឲ្យខ្លាចជាងចិត្តដែលខ្វះសន្តិស្មារតីឡើយសម្លៀកបំពាក់ស្បង់ជីពរគឺជាទង់ជ័យនៃព្រះអរហន្តដែលតំណាងឲ្យភាពស្អាតស្អំនិងការលះបង់នៅកិលេសទាំងពួងប៉ុន្តែនៅក្នុងសម័យកាល Digital ដែលពិភពលោកស្ថិតនៅលើចុងម្រាមដៃអន្ទាក់នៃរាគៈនិងលោភៈបានបន្លំខ្លួនមកនៅក្នុងរូបភាពនៃអេក្រង់ទូរស័ព្ទរឿងរ៉ាវដែលបងប្អូននឹងស្ដាប់បន្តបន្ទាប់នេះគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីជីវិតពិតរបស់ភិក្ខុមួយអង្គដែលធ្លាប់តែមានពន្លឺធម៌ក្នុងខ្លួនប៉ុន្តែបែរជាត្រូវមាន Digital អូសទាញឲ្យធ្លាក់ក្នុងអន្លង់លបែងស៊ីសងនិងស្នេហាលួចលាក់រហូតបាត់បង់អ្វីៗគ្រប់យ៉ាងសូមតាមដាននៅដំណើរជីវិតដ៏ជូរចត់នៃសាច់រឿងស្រមោលក្រុមស្បង់ដូចតទៅតែមុននឹងចូលដល់សាច់រឿងសូមបងប្អូនជួយចុច Subscribe Like Share និងដាក់រូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗជាបន្តបន្ទាប់ទៀតរឿងរ៉ាវខ្លះត្រូវបានសរសេរឡើងដើម្បីជាការកម្សាន្តប៉ុណ្ណោះពួកយើងគ្មានចេតនាធ្វើឲ្យប៉ះពាល់ដល់សង្គមឡើយហេតុការណ៍ទីតាំងនិងពេលវេលាសុទ្ធតែត្រូវបានសរសេរឡើងដើម្បីជាឧទាហរណ៍តែប៉ុណ្ណោះសូមប្រើវិចារណញ្ញាណក្នុងការស្ដាប់សូមអញ្ជើញចូលទៅស្ដាប់សាច់រឿងទាំងមូលជាមួយខ្ញុំទាំងអស់គ្នាពន្លឺព្រះអាទិត្យពេលព្រឹកព្រលឹមចាំងឆ្លុះមកលើដំបូលព្រះវិហារពណ៌មាសនៃវត្តមួយសំឡេងសូត្រធម៌យ៉ាងពីរោះរណ្ដំរបស់ភិក្ខុសុភ័ក្របានធ្វើឲ្យពុទ្ធបរិស័ទដែលមកប្រគេនចង្ហាន់មានចិត្តជ្រះថ្លាយ៉ាងក្រៃលែងក្នុងវ័យ25ឆ្នាំលោកត្រូវបានគេចាត់ទុកថាជាគ្រាប់ពូជធម៌ដ៏កម្រដោយសារចំណេះដឹងផ្នែកភាសាបាលីនិងការសម្ដែងធម៌ដ៏មានអត្ថន័យលោកប្អូនសុភ័ក្រសូត្រធម៌បានពីរោះណាស់បើខំប្រឹងបែបនេះមិនយូរទេមុខជាល្បីមិនខានភិក្ខុជ័យដែលជាសង្ឃរាមច្បងមានសង្ឃដីកាសរសើរខណៈកំពុងដើរត្រឡប់ទៅកុដិវិញសុភ័ក្រលើកដៃសំពះទាំងញញឹមទន់ភ្លន់កណាលោកបងខ្ញុំកណាគ្រាន់តែចង់បម្រើសាសនានិងរងាប់ចិត្តឲ្យស្ងប់ប៉ុណ្ណោះប៉ុន្តែនៅពេលដែលទ្វារកុដិឈើដ៏ស្ងប់ស្ងាត់ត្រូវបានបិទជិតភាពស្ងប់ស្ងាត់ដែលលោកធ្លាប់ស្រឡាញ់ក៏ចាប់ផ្ដើមប្រែជាឯកោសំឡេងកង្ហាលវិលទឹកបូករួមជាមួយសូរជួងវត្តដែលបន្លឺឡើងដដែលរាល់ថ្ងៃចាប់ផ្ដើមធ្វើឲ្យចិត្តសង់វ័យក្មេងនោះរាយមាយលោកក៏ទាញទូរស័ព្ទដៃស៊េរីទំនើបចេញពីក្រោមខ្នើយដែលជាបច្ច័យរបស់អ្នកស្រុកប្រគេនសម្រាប់សិក្សាធម៌ពិភពលោកខាងក្រៅប្រហែលជាមានរឿងសប្បាយច្រើនណាស់លោកគិតក្នុងចិត្តទាំងម្រាមដៃចាប់ផ្ដើមអុសលើអេក្រង់ដំបូងឡើយលោកអុសមើលត្រឹមតែព័ត៌មានស្រុកទេសនិងវីដេអូបង្រៀនធម៌តែប៉ុណ្ណោះប៉ុន្តែមិនយូរប៉ុន្មានក្បួនដោះស្រាយបញ្ញានៃបណ្ដាញសង្គមក៏ចាប់ផ្ដើមបញ្ជូនវីដេអូប្លែកៗមកកាន់ចក្ខុលោករូបភាពស្រីស្អាតរាំតាមចង្វាក់ភ្លេងញាក់កន្ត្រាក់អារម្មណ៍រូបភាពជីវិតក្រហមដែលពោពេញទៅដោយពណ៌ឆើតឆាយនិងការផ្សាយពាណិជ្ជកម្មហ្គេមអនឡាញដែលមានពន្លឺភ្លឹបភ្លែតគ្រាន់តែមើលព័ត៌មានសង្គមសោះតែមានអីខុសលោកលួចរអ៊ូម្នាក់ឯងដើម្បីលួងចិត្តខ្លួនឯងនៅពេលដែលមនសិការដាស់តឿនថាលោកកំពុងតែខុសវិន័យហើយមានពេលមួយភិក្ខុជ័យបានមកគោះទ្វារកុដិលោកមុននឹងហៅលោកទៅឆាន់ទឹកលោកប្អូនសម្រាប់ខ្លះទៅឃើញបិទកុដិរៀនធម៌តាំងពីថ្ងៃត្រង់មិនខ្លាចឈឺក្បាលខ្លះទេឬសុភ័ក្រភ្ញាក់ព្រឺតរួចប្រញាប់លាក់ទូរស័ព្ទកណាលោកបងខ្ញុំកណាកំពុងសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រពិភពលោកបន្តិចបន្តួចតាមអនឡាញនឹងណាចង់ដឹងឲ្យទាន់សម័យកាលនឹងគេអូបើអញ្ចឹងក៏ល្អហើយកុំឲ្យញាតិញោមថាយើងជាអ្នកបួសមិនដឹងអីសោះពីសង្គមខាងក្រៅភិក្ខុជ័យមានសង្ឃដីកាដោយមិនចាប់ថ្នាក់នៅពេលភិក្ខុជ័យនិមន្តចេញទៅសុភ័ក្រដកដង្ហើមធំទាំងក្តីបារម្ភផងនិងរំភើបផងចិត្តដែលធ្លាប់តែនៅជាមួយសិភៅធម៌ចាប់ផ្ដើមងាករេលោកមិនដឹងខ្លួនឡើយថាម្រាមដៃដែលកំពុងតែអូសលើអេក្រង់នោះកំពុងតែទាញលោកឲ្យធ្លាក់ចូលទៅក្នុងអន្ទាក់ដែលមើលមិនឃើញនិងបដូរជីវិតលោកពីសង្ឃដែលគេគោរពឲ្យក្លាយទៅជាមនុស្សម្នាក់ផ្សេងទៀតរាត្រីមួយដ៏ស្ងប់ស្ងាត់សំឡេងសត្វល្អិតយំកំដរភាពងងឹតជុំវិញកុដិប៉ុន្តែក្នុងចិត្តរបស់ភិក្ខុសុភ័ក្របែរជាអន្ទះសារខុសធម្មតាពន្លឺខៀវស្រងាត់ចេញពីអេក្រង់ទូរស័ព្ទចាំងប៉ះផ្ទៃមុខដែលធ្លាប់តែស្រស់បោះប្រែជាស្លេកស្លាំងបន្តិចការផ្សាយពាណិជ្ជកម្មមួយបានលេចឡើងចុះឈ្មោះឥឡូវនេះទទួលបានប្រាក់រង្វាន់ 100% ឈ្នះងាយដកលុយភ្លាមគ្រាន់តែសាកមើលបើឈ្នះអាត្មាអាចនឹងយកលុយនឹងទៅជួយទិញសម្ភារៈឲ្យក្មេងៗសិក្សាក៏ជាបុណ្យដែរលោកលួចគិតក្នុងចិត្តដើម្បីបង្កើតលេសដ៏សមរម្យមួយសម្រាប់ទង្វើខុសឆ្គងម្រាមដៃដែលធ្លាប់តែបើកទំព័រសៀវភៅធម៌ចាប់ផ្ដើមចុះឈ្មោះនិងវេប្រាក់បច្ច័យចំនួន$200ដែលញាតិញោមទើបតែប្រគេនកាលពីថ្ងៃមុនមិនយូរប៉ុន្មាន
សំឡេងកាក់ធ្លាក់ក្រាំងក្នុងហ្គេមប៉ារ៉ាកែតបានធ្វើឲ្យបេះដូងរបស់លោកលោតញាប់អូឈ្នះមែនឡើងដល់$300ហើយលោកអូទៀនតិចទាំងរំភើបស្រាប់តែមានសំឡេងគោះទ្វារកត់លោកប្អូនសុភ័ក្រយប់ជ្រៅហើយនៅមិនទាន់សម្រាកទេឬឃើញភ្លើងនៅភ្លឺចាស់អញ្ចឹងសំឡេងភិក្ខុជ័យសួរពីខាងក្រៅសុភ័ក្រភ្ញាក់ព្រឺតរួចប្រញាប់ក្រវាត់ទូរស័ព្ទចូលទៅក្រោមខ្នើយរួចឆ្លើយទាំងរដាក់រដប់កណាលបងខ្ញុំកណាកំពុងតែផ្ទៀងផ្ទាត់មេរៀនបាលីបន្តិចជិតចប់ហើយលបងនិមន្តសម្រាប់មុនចុះអូបើអញ្ចឹងកុំនៅយប់ជ្រៅពេកប្រយ័ត្នឈឺភិក្ខុជ័យពោលរួចក៏និមន្តចេញទៅនៅពេលសភាពការត្រឡប់មកស្ងប់ស្ងាត់វិញសុភ័ក្រដកដង្ហើមធំរួចទាញទូរស័ព្ទមកវិញភាពរំភើបពីការឈ្នះលុយលើកមុនបានធ្វើឲ្យលោកភ្លេចអស់នូវភាពភ័យខ្លាចលោកចាប់ផ្ដើមភ្នាល់កាន់តែធំទៅម្ដងនេះដាក់$200ទៀតចុះបើឈ្នះអាត្មាជប់ហើយលោកសន្យានឹងខ្លួនឯងប៉ុន្តែសំណាងមិននៅជាមួយរហូតនោះឡើយក្រាហ្វិកលើអេក្រង់បង្ហាញថា loss បន្ទាប់គ្នាលុយ$300មុននោះរលាយអស់ក្នុងរយៈពេលមិនដល់5នាទីមិនអាចទេអាត្មាត្រូវតែយកមកវិញមិនអាចឲ្យចាញ់អញ្ចឹងទេចិត្តដែលធ្លាប់តែអត់ធ្មត់คล้ายជាក្តៅក្រហាយលោកវេលុយបច្ច័យដែលនៅសល់ក្នុងកងធនាគារទាំងអស់ចំនួន$300ទៀតចូលទៅក្នុង website ល្បែងនោះក្នុងចិត្តលោកនៅពេលនេះលែងគិតពីធរអាលែងគិតពីវិន័យអ្វីដែលលោកឃើញគឺត្រឹមតែលេខនិងពណ៌នៅលើអេក្រង់ដែលកំពុងតែឆក់យកវិញ្ញាណរបស់លោកបន្តិចម្ដងសុំតែម្ដងទៀតទេព្រះអង្គអើយជួយអាត្មាឲ្យឈ្នះម្ដងនេះអាត្មាឈប់លេងរហូតហើយលោកលើកដៃបួងសួងទាំងភ័ន្តភាំងបំភ្លេចចោលនៅពាក្យប្រដៅរបស់ព្រះពុទ្ធដែលនិយាយថាល្បែងស៊ីសងគឺជាផ្លូវនៃវិន័យនៅយប់នោះសុភ័ក្រមិនបានសម្រាកឡើយលោកអង្គុយមើលលុយដែលរលាយអស់ពីកង់រហូតដល់ឮសំឡេងជួងវត្តដាស់សង្ឃដតីឲ្យងើបសូត្រធម៌ព្រឹកលោកអង្គុយថ្មឹងភ្នែកឡើងក្រហមក្នុងចិត្តពោពេញដោយភាពវិលវល់និងការស្ដាយក្រោយដែលមិនទាន់អាចដកខ្លួនរួចបន្ទាប់ពីការចាញ់ល្បែងអស់ពីចៃពីខ្លួនភិក្ខុសុភ័ក្រអង្គុយសិញ្ជប់សិញ្ជឹងក្នុងកុដិទាំងក្តីអស់សង្ឃឹមស្រាប់តែមានសំឡេងសារលូតក្នុងកម្មវិធី Telegram ពីគណនីមួយដែលមានរូបថតនារីម្នាក់យ៉ាងស្រស់សោភាឈ្មោះស្រីនាថសួស្តីបងសំឡាញ់ឃើញបងចាញ់ច្រើនមែនទែនយប់មិញហ្នឹងចាំអូនជួយដាក់ប្រាក់រង្វាន់ឲ្យបងវិញខ្លះទៀតសារនោះសរសេរមកយ៉ាងផ្អែមល្ហែមសុភ័ក្ររៀបរែកបន្តិចមុននឹងតបទៅវិញកណាអូបាទគឺបងចាញ់អស់ហើយតើនាងដឹងដល់របៀបណាអូនជាអ្នកមើលការខុសត្រូវក្នុង website នឹងតើឃើញបងលេងយូរហើយចង់ស្គាល់បងឲ្យច្បាស់មែនទែនតើបងធ្វើការអីដែរស្រីនាថសួរទាំងចង់ដឹងសុភ័ក្របែកញើសជោគថ្ងាសមិនហ៊ានប្រាប់ការពិតថាខ្លួនជាសង្ឃឡើយបងជាអ្នកធ្វើការការិយាល័យធម្មតាតែប៉ុណ្ណោះតាំងពីថ្ងៃនោះមកការសន្ទនារវាងសង្ឃដែលលេខអត្តសញ្ញាណនិងស្រីស្អាតភ្នាក់ងារល្បែងក៏ចាប់ផ្ដើមស៊ីជម្រៅការជជែករឿងល្បែងคล้ายជាការសួរសុខទុក្ខនិងផ្ញើរូបភាពអាហារនិងរូបថតបង្អួតសម្រស់ស្រីនាថដឹងច្បាស់ពីរបៀបប្រើពាក្យផ្អែមល្ហែមដើម្បីអន្ទងចិត្តបុរសបងដឹងទេអូនមិនដែលជួបអ្នកណាដែលនិយាយផ្អែមនឹងសភាពដូចបងពីមុនមកឡើយបើបានជួបបងផ្ទាល់ប្រហែលជាល្អយ៉ាងណាទេស្រីនាថផ្ញើសារសម្លេងមកយ៉ាងស្រទន់បេះដូងរបស់សុភ័ក្រលោតញាប់ខុសចង្វាក់លោកមិនដែលធ្លាប់ឮពាក្យបែបនេះពីមនុស្សស្រីឡើយតាំងពីបួសមកលោកចាប់ផ្ដើមភ្លេចខ្លួនឆ្លើយតបទៅវិញដោយពាក្យសម្ដីដែលមិនមែនជាព្រះសង្ឃបងក៏ចង់ជួបអូនដែរតែបងរវល់បន្តិចចាំបងទំនេរបងនឹងទៅរកអូនដល់ក្រុងភ្នំពេញតែម្ដងយប់មួយស្រីនាថបានខលវីដេអូមកកាន់លោកសុភ័ក្រភ័យស្លន់ស្លោប្រញាប់ពន្លត់ភ្លើងក្នុងកុដិឲ្យងងឹតស្លុបរួចយកភួយមកគ្របទៅលើស្បង់ជ័យពោដើម្បីកុំឲ្យនាងឃើញក្បាលកោនិងពណ៌លឿងនៃសម្លៀកបំពាក់ព្រះសង្ឃហេតុអីក៏បងបិទភ្លើងងងឹតម្លេះអូនចង់ឃើញមុខបងច្បាស់ហន្តើនាងនិយាយទាំងញញឹមស្រស់លើអេក្រង់បងឈឺក្បាលបន្តិចទើបចង់សម្រាកក្នុងទីងងឹតឃើញតែអូនទៅបានហើយព្រោះអូនស្អាតណាស់សុភ័ក្រតបទាំងដកដង្ហើមញាប់បងនេះមាត់ផ្អែមមែនចាំអូនផ្ញើរូបថតពិសេសឲ្យបងមើលកុំឲ្យបងពិបាកចិត្តរឿងចាញ់ល្បែងអីនាងក៏ផ្ញើរូបភាពដែលមិនសមរម្យឲ្យមកលោកមើលភ្នែករបស់សុភ័ក្របើកធំភ្លើងរោគៈ
ដែលធ្លាប់តែសង្កត់ទុកដោយធម៌វិន័យបានផ្ទុះឡើងដោយបន្ទុះភ្នំភ្លើងលោកលែងខ្វល់ថាខ្លួនឯងកំពុងតែអង្គុយក្នុងវត្តលែងខ្វល់ថាព្រះពុទ្ធរូបនៅចំពោះមុខលោកលងជឿលើពាក្យសម្ដីនិងរូបសម្រស់របស់នារីដែលលោកមិនធ្លាប់ស្គាល់ពីមុនមករហូតដល់ហ៊ានសន្យាថាចាំបងវេលុយអូនខ្លះសម្រាប់ទិញកាដូអូនកុំទៅណាចោលបងឲ្យសោះណាការសន្ទនាយ៉ាងផ្អែមល្ហែមនោះបានអូសបន្លាយរហូតដល់ភ្លឺសុភ័ក្រមិនដឹងខ្លួនឡើយថាស្រីនាថមិនមែនគ្រាន់តែជាស្រីស្អាតធម្មតាតែប៉ុណ្ណោះទេប៉ុន្តែនាងគឺជាអន្ទាក់ដែលនឹងនាំលោកទៅរកក្តីវិនាសទាំងកិត្តិយសនិងជីវិតសង្ឃពន្លឺថ្ងៃជះមកលើសាលាឆាន់ញាតិញោមស្រីប្រុសជិតឆ្ងាយអង្គុយដង្ហែគ្នាជារង្វង់រងចាំស្ដាប់ធម៌ទេសនារបស់ភិក្ខុសុភ័ក្រផ្ទៃមុខរបស់លោកនៅតែបង្ហាញភាពស្រទន់តែក្នុងចិត្តបែរជាពោពេញទៅដោយគម្រោងនៃការបោកប្រាស់លោកត្រូវការលុយជាបន្ទាន់ដើម្បីសងបំណុលល្បែងអនឡាញផងនិងដើម្បីផ្ញើឲ្យស្រីនាថទិញទូរស័ព្ទស៊េរីថ្មីតាមការសន្យាផងញាតិញោមពុទ្ធបរិស័ទទាំងឡាយសុភ័ក្រចាប់ផ្ដើមសូត្រធម៌ដោយសំឡេងក្រអួនក្រអៅវត្តយើងឥឡូវក្បឿងដំបូលកុដនិងសាលាឆាន់ចាប់ផ្ដើមពុកផុយហើយបើមិនប្រញាប់ជួសជុលទេរដូវភ្លៀងខាងមុខនេះប្រសង់ពិតជាពិបាកគង់នៅមិនខានយាយម៉ៅដែលជាឧបាសិកាចិត្តធម៌ម្នាក់លើកដៃសំពះទាំងក្តីបារម្ភលោកម្ចាស់ចុះត្រូវចំណាយប៉ុន្មានទើបអាចធ្វើរួចសុភ័ក្របិទភ្នែកធ្វើជាតាំងសមាធិរួចតបតាមការគិតគូររបស់អាត្មាគឺត្រូវការប្រហែលជា$1000ទៀតទើបបង្ហាញរួចបើញាតិញោមមានសទ្ធាអាចវេចូលកងធនាគារអាត្មាផ្ទាល់ដើម្បីងាយស្រួលអាត្មាចាត់ចែងទិញសម្ភារៈឲ្យទាន់ពេលដោយក្តីគោរពនិងជឿជាក់លើព្រះសង្ឃវ័យក្មេងដ៏បរិសុទ្ធញាតិញោមម្នាក់ចាប់ផ្ដើមដកលុយពីហោប៉ាវនិងខ្លះទៀតវេតាមកម្មវិធីធនាគារភ្លាមត្រឹមតែមួយព្រឹកបច្ច័យរាប់$100ហូរចូលទៅក្នុងគណនីរបស់លោកនៅពេលត្រឡប់មកដល់កុដិសុភ័ក្រប្រញាប់ចាក់សោទ្វារជិតឈឹងលោកមិនបានទូរស័ព្ទទៅរកជាងសំណងឡើយប៉ុន្តែលោកបែរជាចុចផ្ញើសារទៅរកស្រីនាថអូនសំឡាញ់បងផ្ញើអូន$300មុនចុះសម្រាប់កក់ទូរស័ព្ទនៅសល់ប៉ុន្មានទៀតបងទុកបុកលបែងយប់នេះឲ្យឈ្នះយកដើមមកវិញស្រីនាថផ្ញើសារជាសំឡេងមកវិញភ្លាមអរគុណបងសំឡាញ់បងពិតជាពូកែរលុយមែនបងសម្រាប់ចុះយប់នេះចាំយើងវីដេអូសារសងគ្នាបន្តទៀតការសន្ទនាដ៏ផ្អែមល្ហែមនេះធ្វើឲ្យលោកភ្លេចអស់នៅទម្ងន់នៃបាបកម្មប៉ុន្តែភាពភ័យខ្លាចចាប់ផ្ដើមកើតមាននៅពេលដែលភិក្ខុជ័យនិមន្តមកសួរពីគម្រោងនៃការជួសជុលលោកប្អូនមិញឮថាបច្ច័យគ្រប់គ្រាន់ហើយតើប្អូនគម្រោងហៅជាងមួយថ្ងៃណាចាំលោកបងជួយមើលការខុសត្រូវកម្លាំងជាងសុភ័ក្រភ្ញាក់ព្រឺតភ្នែករេចុះឡើងរួចឆ្លើយបន្លំកណាលោកបងខ្ញុំកណាបានតាក់ទងជាងរួចហើយតែគេថាជប់ការងារនៅវត្តផ្សេងប្រហែលជាកន្លះខែទៀតចាំថវិកានេះខ្ញុំកណារក្សាទុកសិនចុះខ្លាចបាត់បង់មិនអីទេបើអញ្ចឹងតាមចិត្តប្អូនចុះក្រែងទៅជួយរាយការណ៍ប្រាប់លោកគ្រូចៅអធិការផងកុំឲ្យលោកបារម្ភភិក្ខុជ័យមានសន្និកាដោយក្តីទុកចិត្តយប់នោះសុភ័ក្រអង្គុយមុខអេក្រង់ទូរស័ព្ទទាំងញ័រដៃលុយកសាងវត្តដែលញាតិញោមប្រគល់ឲ្យកំពុងត្រូវបានលោកភ្នាល់ម្ដង$200ក្នុងល្បែងអនឡាញក្នុងចិត្តរបស់លោកតែងតែគិតថាឈ្នះតែម្ដងនេះទេអាត្មានឹងសងលុយវត្តវិញទាំងអស់រួចឈប់លេងជារៀងរហូតប៉ុន្តែល្បែងមិនដែលឲ្យអ្នកណាចំណេញឡើយត្រឹមតែពាក់កណ្ដាលអាត្រៀតលុយពាក់កណ្ដាលក្នុងកងបានបាត់បង់ទៅដោយអំបិលរលាយក្នុងទឹកញើសត្រជាក់ស្រក់មកតាមថ្ងាសលោកចាប់ផ្ដើមភ័យខ្លាចបើលុយអស់តើលោកយកអ្វីទៅបង្ហាញញាតិញោមតើលោកយកអ្វីទៅទិញចិត្តស្រីនាថភាពអន្ទះសារនេះបាននាំឲ្យលោកធ្លាក់កាន់តែជ្រៅទៅក្នុងអន្លង់នៃភាពកុហកដែលមិនអាចដកខ្លួនរួចមេឃងងឹតស្លុបបិទបាំងដោយពពកខ្មៅនៃរដូវវស្សាមិនខុសពីចិត្តរបស់ភិក្ខុសុភ័ក្រដែលកំពុងតែវិលវល់រកច្រកចេញមិនឃើញបច្ច័យកសាងវត្តរាប់ពាន់$ដែលញាតិញោមប្រគល់ឲ្យកាលពីកន្លះខែមុនឥឡូវនេះត្រូវរលាយអស់គ្មានសល់សូម្បីតែ100អ្វីដែលនៅសល់គឺសារគម្រាមកំហែងពីភ្នាក់ងារល្បែងអនឡាញនិងបំណុលដែលលោកលួចខ្ចីពីខាងក្រៅមកបន្តដើមសំឡេងទូរស័ព្ទរោឡើងលេខផ្លែកដែលលោកមិនស្គាល់គឺជាម្ចាស់បំណុលអាឡូលោកប្អូនកាលណាបានសងលុយបងកុំស្ងាត់អញ្ចឹងអីស្បង់ជាពោលឿងចាស់កុំឲ្យបងទៅរកដល់វត្តអីមិនល្អទេណាសំឡេងគ្រូក្រេតពីម្ខាងទៀតនិយាយទាំងចំអកសុភ័ក្រនិយាយទាំងញ័រមាត់កណាបាទសូមចាំបន្តិចទៀតបានទេ
អាត្មាកំពុងតែចាត់ចែងហើយមិនឲ្យខូចឈ្មោះបងទេឲ្យលឿនឡើងបើមិនអញ្ចឹងទេរូបថតរបស់លោកប្អូនស្លៀកពាក់គ្រឹះហោះអង្គុយក្នុងហាងប៊ីយ៉ាយប់នោះនឹងល្បីពេញបណ្ដាញសង្គមមិនខានសំឡេងនោះកាត់ផ្ដាច់ទៅក្នុងក្តីអស់សង្ឃឹមលោកក៏ចុចផ្ញើសារទៅរកស្រីនាថដែលជាទីបង្អែកផ្លូវចិត្តតែមួយគត់អូនសំឡាញ់បងពិបាកចិត្តណាស់បងអស់លុយពីខ្លួនហើយថែមទាំងជំពាក់គេទៀតតើអូនអាចជួយវេលុយឲ្យបងខ្លះវិញបានទេគ្រាន់តែសងគេសិនផ្ទុយពីពាក្យផ្អែមល្ហែមរាល់ដងស្រីនាថតបមកវិញយ៉ាងខ្លីនិងត្រជាក់ស្រាប់បងនិយាយអីអញ្ចឹងបងជាអ្នកឲ្យអូនតើឥឡូវចង់ទាវិញហ៎បើបងគ្មានលុយទេយើងបែកគ្នាទៅកុំរំខានអូនអីអូនរវល់មើលភ្ញៀវថ្មីសុភ័ក្រស្ទើរតែកៀងបេះដូងអូនហេតុអីអូនប្រែប្រួលលឿនម្លេះបងលះបង់គ្រប់យ៉ាងដើម្បីអូនសូម្បីតែបច្ច័យវត្តក៏បងហ៊ានដកឲ្យអូនដែរគ្មានអ្នកណាបង្ខំបងទេបងល្ងងខ្លួនឯងតើឲ្យអូនធ្វើម៉េចបើបងនៅតែរំខានអូននឹងផ្ញើសារដែលបងផ្ញើញ៉ាយអូនឲ្យទៅផេកព័ត៌មានមិនខាននាងក៏ចុចប្លុកកណន័យរបស់លោកភ្លាមលោកអង្គុយថ្មឹងភ្នែកស្លក់ហាក់ដូចជាពិភពលោកទាំងមូលបាក់ស្រុតចុះលោកបាត់បង់ទាំងលុយវត្តបាត់បង់ទាំងស្រីស្នេហ៍ហើយអ្វីដែលគួរឲ្យខ្លាចបំផុតគឺកិត្តិយសដែលលោកធ្លាប់មានស្អែកឡើងជាថ្ងៃសិលញាតិញោមមកជួបជុំគ្នាពេញសាលាឆាន់ភិក្ខុជ័យដើរមកជិតសុភ័ក្ររួចសួរតិចលោកប្អូនថ្ងៃនេះញាតិញោមសួរដេញដោលរឿងគឺបឹងវត្តច្រើនណាស់តើជាងមកថ្ងៃណាឲ្យប្រកាសបើមិនអញ្ចឹងទេលោកគ្រូចៅអធិការនឹងឲ្យប្អូនទៅសួរនាំហើយណាសុភ័ក្រមិនហ៊ានសម្លឹងមើលភិក្ខុរៀមច្បងឡើយលោកអោនមុខចុះរួចញ័រទៅត្រើតកណាលោកបងជាងគេថាគេរវល់ខ្លាំងណាស់ចាំខ្ញុំកណាទៅតាមដល់ផ្ទះគេតែម្ដងពាក្យកុហកកាន់តែច្រើនកាន់តែធ្វើឲ្យលោកដកដង្ហើមមិនរួចយប់នោះលោកអង្គុយសម្លឹងមើលស្បង់ជាពោខ្លួនឯងរួចក្រឡេកមើលព្រះពុទ្ធរូបទឹកភ្នែកព្រះសង្ឃដែលធ្លាប់តែមានសិលធម៌ខ្ពង់ខ្ពស់បានស្រក់ចុះមិនមែនព្រោះតែស្ដាយក្រោយនៃអំពើបាបទាំងស្រុងឡើយប៉ុន្តែព្រោះតែភាពភ័យខ្លាចចំពោះផលវិបាកដែលនឹងជិតមកដល់លោកដឹងច្បាស់ថាភ្លើងដែលលោកដុតកំពុងតែឆេះរាលដាលមកដល់ជើងស្បង់របស់លោកហើយព្រឹកព្រលឹមថ្ងៃអាទិត្យវត្តដែលធ្លាប់តែស្ងប់ស្ងាត់បែរជាអ៊ូអរដោយសម្លេងខ្សឹបខ្សៀវខុសធម្មតាអ្នកភូមិដែលធ្លាប់តែមកវត្តដោយស្នាមញញឹមបែរជាឈរជុំគ្នាអោនមើលទូរស័ព្ទដៃរួចងើបមកសម្លឹងមើលកុដរបស់ភិក្ខុសុភ័ក្រក្នុងក្រសែភ្នែកខឹងសម្បារនិងស្រងាក់ចិត្តនៅលើបណ្ដាញសង្គម Facebook ផេកព័ត៌មានក្នុងស្រុកមួយបានបង្ហោះរូបភាពជាច្រើនសន្លឹករូបភាពបរិសម្នាក់ក្បាលត្រងោលស្លៀកពាក់អាវយឺតខោខូវប៊យអង្គុយក្នុងហាងអាហារពេលយប់ជាមួយនារីម្នាក់រួមទាំងរូបថតអេក្រង់នៃការសន្ទនាគ្នាដែលប្រើពាក្យអសុរោះនិងការវេប្រាក់រាប់ពាន់ដុល្លារដែលសរសេរចំណាំថាលុយកសាងវត្តមិនពិតទេលោកប្អូនសុភ័ក្រមិនអាចធ្វើរឿងបែបនេះបានឡើយយាយម៉ៅនិយាយទាំងទឹកភ្នែកដៃកាន់ទូរស័ព្ទញ័រទៅត្រើតនៅខណៈពេលនោះស្រាប់តែរថយន្តទំនើបមួយគ្រឿងបានបើកមកឈប់មុខវត្តបុរសម្នាក់ដែលមានរូបរាងមាំមួននិងសាក់ពេញដៃបានដើរឆ្ពោះទៅកុដសុភ័ក្រព្រមទាំងស្រែកជេរប្រមាថអើយឲ្យលោកសង្ឃបោកប្រាស់ចេញមកចំពាក់លុយអញ$10000ឲ្យអញតាមមកដល់វត្តនឹងមែនទេបើមិនចេញមកទេអញដុតកុដនឹងឥឡូវហើយភិក្ខុជ័យនិងព្រះសង្ឃដទៃទៀតព្រមទាំងលោកគ្រូចៅអធិការបាននិមន្តចេញមកទាំងភ្ញាក់ផ្អើលព្រះចៅអធិការមានសង្ឃដីកាសួរទាំងស្រទន់ប៉ុន្តែមើងម៉ាត់ញោមមានការអីចូលនិយាយគ្នាឲ្យស្រួលបួលកុំបង្កភាពចលាចលក្នុងវត្តអារាមអីចៅអធិការមើលកូនសិស្សរបស់លោកទៅបោកលុយញាតិញោមមកចាក់បាល់ចាញ់អស់ហើយថែមទាំងជំពាក់ខ្ញុំទៀតនេះអ្នកផោះតាំងបរោះនោះបង្ហាញសារសម្លេងដែលសុភ័ក្រសុំបញ្ជាពេលសងលុយទ្វារកុដរបស់សុភ័ក្របើកឡើងយឺតភិក្ខុវ័យក្មេងដែលធ្លាប់តែមានរស្មីខ្លាចជាមនុស្សដែលគ្មានវិញ្ញាណភ្នែកស្លក់និងទឹកមុខស្លេកស្លាំងដូចខ្មោចឆៅលោកដើរចេញមករួចលុតជង្គង់នៅចំពោះមុខព្រះចៅអធិការនិងពុទ្ធបរិស័ទកណាខ្ញុំកណាខុសហើយសុភ័ក្រនិយាយបានត្រឹមតែប៉ុណ្ណោះរួចក៏យំខ្សឹបខ្សួលលោកប្អូនមិនក៏ប្អូនធ្វើបែបនេះភិក្ខុជ័យសួរទាំងក្តីអាណិតលាយឡំនឹងការខកចិត្តបច្ច័យដែលញាតិញោមសន្សំទុកសម្រាប់កសាងវត្តតើប្អូនយុទ្ធនាអស់ហើយសុភ័ក្រអោនមុខចុះមិនហ៊ានឆ្លើយប៉ុន្តែអ្នកលេងល្បែងម្នាក់នោះបានតបជំនួសយកទៅចិញ្ចឹមស្រីនិងចិញ្ចឹមវេបសាយល្បែងអស់ហើយលោកបងសារញ៉ែស្រីនេះល្បីពេញអនឡាញហើយសម្រាប់ជេរប្រមាថពីអ្នកភូមិចាប់ផ្ដើមបន្លឺឡើង
បោកគេមែនទេចេញពីវត្តទៅកុំនៅបំផ្លាញសាសនាទៀតយកលុយខ្ញុំមកវិញមកខ្ញុំខំសន្សំដើម្បីវត្តមិនមែនឲ្យលោកយកទៅចិញ្ចឹមស្រីទេយាយម៉ៅដែលធ្លាប់តែគោរពលោកបំផុតបានត្រឹមតែក្រវីក្បាលអស់ហើយសទ្ធារបស់ខ្ញុំក្រដាស់ពិតជាមិនអាចខ្ចប់ភ្លើងបានមែនក្នុងខណៈនោះសុភ័ក្រមានអារម្មណ៍ថាផែនដីកំពុងតែស្រុតចុះគ្រប់ប្រសែភ្នែកដែលសម្លឹងមើលមកលោកហាក់ដូចជាព្រួយដែលបាញ់ចំដួងចិត្តរបស់លោកដឹងច្បាស់ថាផ្លូវដែលលោកជ្រើសរើសមិនត្រឹមតែបំផ្លាញជីវិតលោកតែប៉ុណ្ណោះទេប៉ុន្តែវាបានបំផ្លាញជំនឿដ៏បរិសុទ្ធរបស់មនុស្សរាប់រយនាក់ព្រះចៅអធិការដកដង្ហើមធំរួចមានសង្ឃដីកាដោយភាពស្ងប់ស្ងាត់សុភ័ក្រអើយចូលទៅរៀបចំខ្លួនចុះយើងនឹងធ្វើពិធីកិច្ចផ្សឹកឲ្យឯងឥឡូវនេះដើម្បីកុំឲ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនាបន្តទៀតមេចាប់ផ្ដើមបង្អុលភ្លៀងស្រេចហាក់ដូចជាចូលរួមសម្ដែងនៅភាពសោកស្ដាយចំពោះទស្សនវិជ្ជាដ៏ក្រៀមក្រំនៅក្នុងវត្តនៅក្នុងព្រះវិហារដែលធ្លាប់តែជាកន្លែងសូត្រធម៌ដ៏ស្ងប់ស្ងាត់ឥឡូវនេះបែរជាពោពេញដោយភាពតានតឹងភិក្ខុសុភ័ក្រអង្គុយសំពះទាំងញ័រខ្លួនទៅត្រើតនៅចំពោះមុខគណៈសង្ឃនិងភ្នែកសម្លឹងមកយ៉ាងត្រជាក់ស្រឹបពីសំណាក់ពុទ្ធបរិស័ទម្រាមដៃដែលធ្លាប់តែគ្រងស្បង់ជាពណ៌យ៉ាងមានរបៀបចាប់ផ្ដើមដោះគ្រឿងចេញបន្តិចម្ដងរហូតសល់ត្រឹមតែខោអាវស៊ីវិលធម្មតាពេលនេះលោកលែងជាភិក្ខុសុភ័ក្រដែលគេគោរពទៀតហើយគឺនៅសល់ត្រឹមតែអភ័ក្រដែលជាមនុស្សបោកប្រាស់ក្នុងកែភ្នែកអ្នកស្រុកបច្ច័យវត្តដែលឯងបានបោកបញ្ឆោតញាតិញោមឯងត្រូវតែសងគេវិញតាមវិធីណាក៏ដោយបើមិនអញ្ចឹងទេច្បាប់គ្រឹះហោះនឹងចាត់ការលើឯងបន្តព្រះចៅអធិការមានសង្ឃដីកាបញ្ជាក់ជាចុងក្រោយរួចក៏និមន្តបែរខ្នងចេញទៅសុភ័ក្រដើរចេញពីព្រះវិហារទាំងអោនក្បាលចុះនៅខាងក្រៅអ្នកលេងល្បែងដែលតាមទាបបំណុលកំពុងឈររងចាំទាំងទឹកមុខកាចសាហាវយ៉ាងម៉េចដែរអភ័ក្รงើបមុខមើលមិត្តភក្តិចាស់បន្តិចទៅមើលចេញពីវត្តហើយកុំភ្លេចរលួយសងអញឲ្យគ្រប់មិនអញ្ចឹងទេដៃជើងឯងមិនសល់ទៀតទេសុភ័ក្រមិនហ៊ានឆ្លើយតបបានត្រឹមតែដើរចាញ់យ៉ាងលឿនពីខ្លោងទ្វារវត្តលោកក្រឡេកមើលទៅក្រោយឃើញភិក្ខុជ័យឈរសម្លឹងមកលោកដោយកែភ្នែកអាណិតអាសូរប៉ុន្តែលោកលែងមានមុខមាត់អ្វីនឹងត្រឡប់ទៅវិញទៀតហើយលោកទាញទូរស័ព្ទមកមើលសង្ឃឹមថាស្រីនាថនឹងអាណិតខ្លួនឯងខ្លះតែអ្វីដែលឃើញគឺពាក្យ account delete នាងបានបាត់ទៅជាមួយលុយរបស់លោកនិងសេចក្តីសង្ឃឹមចុងក្រោយរបស់លោកបាត់ទៅហើយជីវិតថ្មីរបស់លោកចាប់ផ្ដើមនៅក្នុងបន្ទប់ជួលតូចមួយនាជីក្រុងលោកធ្វើការធ្ងន់ដើម្បីសងបំណុលទាំងដែលខ្លួនមិនធ្លាប់នឿយហត់ពីមុនមករៀងរាល់យប់សំឡេងជួងវត្តដែលឮពីចម្ងាយតែងតែដាស់តឿនលោកឲ្យនឹកឃើញដល់កំហុសឆ្គងដែលមិនអាចកែប្រែបានបើកាលនោះអាត្មាអូមិនមែនទេបើកាលនោះខ្ញុំមិនវក់នឹងអេក្រង់ទូរស័ព្ទបើខ្ញុំមិនលបលន់ចង់បានលុយងាយបើខ្ញុំមិនទុនជ្រាយនឹងសម្រស់មនុស្សស្រីម្លេះសំពេលនេះខ្ញុំកំពុងតែក្រងស្បង់ជាពរយ៉ាងមានសុភមង្គលបាត់ទៅហើយសុភ័ក្ររអ៊ូម្នាក់ឯងទាំងមានវិបដិសារីរឿងរ៉ាវរបស់ភិក្ខុសុភ័ក្របានคล้ายទៅជាមេរៀនជូរចត់សម្រាប់វត្តនិងសម្រាប់អ្នកបួសដទៃទៀតវាជាការដាស់តឿនថាភ្លើងលបែងភ្លើងរាគៈទោះបីជាវាមកក្នុងរូបភាព Digital ដែលមើលទៅហាក់ដូចជាគ្មានគ្រោះថ្នាក់ក៏ដោយតែវាអាចដុតបំផ្លាញជីវិតមនុស្សម្នាក់ឲ្យក្លាយជាផេះផង់បានយ៉ាងងាយបើសិនជាខ្វះសតិនិងការអប់រំការកសាងកិត្តិយសត្រូវចំណាយពេលពេញមួយជីវិតប៉ុន្តែការបំផ្លាញវាគឺប្រើពេលត្រឹមតែមួយប្រព្រឹត្តភ្នែកប៉ុណ្ណោះរឿងរ៉ាវរបស់អតីតភិក្ខុសុភ័ក្រគឺជាមេរៀនដ៏មានតម្លៃសម្រាប់យើងគ្រប់គ្នាមិនថាតែអ្នកបួសឬគ្រឹះហោះឡើយវាបង្ហាញឲ្យឃើញថាបច្ចេកវិទ្យាគឺជាដាវមុខពីរបើសិនជាប្រើដើម្បីរៀនធម៌វានឹងនាំទៅរកពន្លឺប៉ុន្តែបើប្រើដើម្បីសែបគប់លបែងនឹងកម្មគុណវានឹងនាំទៅរកភាពងងឹតលបែងតែងវិនាសគ្មាននរណាម្នាក់មានសេចក្តីសុខឬមានបានដោយសារតែលបែងស៊ីសងឡើយជាពិសេសលបែងអនឡាញដែលជាអន្ទាក់ឆោបបោកយ៉ាងសាហាវសេចក្តីថ្លៃថ្នូរស្ថិតនៅលើសកម្មភាពការគ្រងស្បង់តែម្យ៉ាងមិនទាន់គ្រប់គ្រងឡើយបើសិនជាចិត្តរបស់យើងនៅមិនទាន់លះបង់សូមកុំឲ្យអារម្មណ៍ត្រេកត្រអាលមួយឆាវបំផ្លាញអនាគតនិងតម្លៃដែលយើងខំកសាងមកជាច្រើនឆ្នាំសង្ឃឹមថារឿងនេះនឹងក្លាយទៅជាគ្រឿងដាស់តឿនចិត្តឲ្យយើងគ្រប់គ្នាមានស្មារតីរឹងមាំមិនហក់លោតតាមការអូសទាញនៃមេក្នុងពិភពអនឡាញចុះបងប្អូនវិញចុះបងប្អូនធ្លាប់ជួបនៅរឿងរ៉ាវបែបនេះក្នុងជីវិតពិតដែរឬទេចូលរួមបងប្អូនអាចចែករំលែកនៅខាងក្រោម comment នេះបានកុំភ្លេចជួយចុច share និង like កុំភ្លេចជួយចុច like និង share ដើម្បីស្ដាប់នៅរឿងរ៉ាវអាត់កំបាំងជាច្រើនផ្នែក
កុំភ្លេចជួយចុច like និង Subscribe ដើម្បីស្ដាប់រឿងរ៉ាវអាថ៌កំបាំងជាច្រើនទៀត